ស្វាគមន៍មកកាន់ការវិភាគតម្លៃហាន់ឆេងមាសប្រចាំថ្ងៃសម្រាប់ធ្វើការជួញដូរនៅថ្ងៃទី24ខែ2ឆ្នាំ2026តម្លៃមាសកំពុងតែស្ថិតនៅក្នុងតំបន់5172ដុល្លារក្នុង1អោនដែលស្មើនឹង6231ដុល្លារក្នុង1តម្លឹងនៅព្រឹកថ្ងៃទី24នេះទីផ្សារមាសបានទម្លាក់ខ្លួនចុះមកខ្ទង់100ដុល្លារជាងស្មើនឹង105ដុល្លារហើយបងប្អូនដែលបានចុះមកខាងក្រោមណាអញ្ចឹងតំបន់កំពូលចុងក្រោយដែលទីផ្សារបានឡើងកាលពីយប់មិញសរុបជារួមកាលពីម្សិលមិញរហូតដល់យប់តែម្ដងគឺបានឡើងមកដល់តម្លៃ5250ដុល្លារក្នុង1អោនដែលជាតម្លៃដែលយើងបានវិភាគនឹងជាកនឹងក្រុងទុកផងដែរកាលពីវីដេអូម្សិលមិញដែលយើងរំពឹងថាតម្លៃទីផ្សារមាសនឹងបន្តកើនឡើងរហូតមកដល់5200 5220ឬក៏ទៅដល់តំបន់5250ដុល្លារក្នុង1អោនអញ្ចឹងកាលពីម្សិលមិញហ្នឹងគឺដំណាក់ទីផ្សារមាសគឺបានដើរត្រូវស្របទៅលើការវិភាគរបស់យើងដែលបានឡើងមកដល់តំបន់កំពូល5250ដុល្លារក្នុង1អោននេះហើយព្រឹកមិញត្រឹមតែមួយព្រឹកទេនៅថ្ងៃទី24នេះទីផ្សារមាសបានទម្លាក់ខ្លួនចុះមកខ្ទង់100ជាងលេខ105លេខហើយបងប្អូនដែលបានទម្លាក់មកដល់5145ដុល្លារក្នុង1អោនទីផ្សារមាសកាលពីម្សិលមិញគឺបានឡើងច្រើនគួរសមហើយនៅក្នុងព្រឹកថ្ងៃទី24នេះគឺចុះត្រឹមតែមួយព្រឹកទេគឺស្មើនឹងអស់លីងតែម្ដងដែលបានទម្លាក់ខ្លួនចុះមកក្រោមវិញអញ្ចឹងយើងមកវិភាគនឹងជាកសម្រាប់ទិសដៅនៃដំណើរទីផ្សារសម្រាប់ធ្វើការជួញដូរនៅថ្ងៃទី24នេះម្ដងថាតើទំនោរឡើងឬក៏ចុះទៅក្រោមវិញសម្រាប់ការព្យាករណ៍របស់ខ្ញុំនៅដំណើរទីផ្សារមាសនៅព្រឹកថ្ងៃទី24នេះឬក៏សរុបជារួមនៅថ្ងៃទី24ហ្នឹងទីផ្សារមាសបានទម្លាក់ខ្លួនមកខ្ទង់100លេខហើយអញ្ចឹងវាបានឡើងកម្រិតមធ្យមណាពីតំបន់04140ជាងលុបដល់04180 ដុល្លារក្នុង1អោនអញ្ចឹងតាមទិសដៅខ្ញុំគិតថាអត់ទាន់ឡើងនៅក្នុងពេលហ្នឹងទេបើយើងមើលទៅលើបច្ចេកទេសតែម្ដងទៅលើ structure ក៏ដូចជា candlestick គឺលំហូរទីផ្សារគឺ down មកក្រោមថែមទៀតប៉ុន្តែករណីដែល down ហ្នឹងអាចថាមកធ្លាយដាច់ពីតំបន់ព្រឹកមិញត្រឹមតំបន់4540ជាងហ្នឹងគឺអាចចុះមកមិនច្រើនទេធ្វើបើតែធ្លាយពិតមែនតែកម្លាំងដែលអាចទៅជ្រៅបន្ថែមទៀតហ្នឹងគឺអាចត្រឹម0.30លេខទៀតអាចថាដល់តំបន់05100ដុល្លារក្នុង1អោនគឺជាជម្រៅដែលអាចទៅបន្ថែមទៀតនៅក្នុងព្រឹកនេះផងដែរឬក៏ថ្ងៃហ្នឹងអញ្ចឹងបើយើងសរុបជារួមទៅពីតំបន់05250ដុល្លារក្នុង1អោនលោកដល់05100គឺស្មើ150ដុល្លារក្នុង1អោនណាដែលទីផ្សារបានមូលនៅក្នុងចន្លោះថ្ងៃទី24ហ្នឹងអាហ្នឹងគ្រាន់តែជាការព្យាករណ៍ទេតែបច្ចុប្បន្ននេះទីផ្សារទើបតែមូលត្រឹមតែ105លេខទេបងប្អូនយ៉ាងណាក្តីសម្រាប់ការជួញដូរនៅព្រឹកនេះយើងមើលឃើញថាយើងអាចរកឱកាសលក់ទោះបីជាតម្លៃទីផ្សារស្ថិតនៅក្នុង05179ក៏ដោយក៏គិតថាអាចនឹងចុះមកបន្ថែមទៀតប៉ុន្តែយើងអាច skip ការលក់នេះខ្ញុំ recommend ទៅកាន់បងប្អូនទាំងគ្នាសម្រាប់ការទាញផលចំណេញគឺអាច tag ចន្លោះ05150ដុល្លារក្នុង1អោន5140ឬក៏5130ដុល្លារក្នុង1អោនគឺជាជម្រៅដែលយើងគួរតែ tag ហើយទោះបីជាទីផ្សារចុះទៅក្រោមទៀតក៏ទៅចុះប៉ុន្តែយើងអាចចាប់ផ្ដើមរងចាំទិញវិញម្ដងពីព្រោះបើយើងសរុបជាកម្រិតដែលបានចុះពីលើមកគឺក្បែរ100លេខហើយ150លេខអញ្ចឹងយើងអត់គួរតែ sell tag បហូរយក50 60លេខឬក៏100លេខទៅក្រោមជ្រៅទៀតទេអញ្ចឹងយើងមើលឃើញថាពេលនេះម៉ោងនេះគឺប្រាប់ពេលព្រឹកហ្នឹងគឺយើងអាចរកឱកាស sell skip ខ្លីៗទៅសម្រាប់ជម្រៅទីផ្សារដែលចុះមកទៀបដល់តំបន់05110 5130គឺយើងចាប់ផ្ដើម start ទិញពីតំបន់ហ្នឹងឡើងទៅលើវិញម្ដងពីព្រោះទិសដៅមាសអាចថាបែបនេះទោះបីជាឡើងមិនច្រើនដល់កំពូលនឹងយ៉ាងណាក៏ដោយក៏ទំនោរគឺមានភាគរយឡើងមកតម្រង់បែបហ្នឹងដូចគ្នាផងដែរអញ្ចឹងយ៉ាងណាក្តីសម្រាប់ការជួញដូរនៅថ្ងៃទី24នេះតាមទំនោរទីផ្សារគឺអាចចុះទៅបន្ថែមទៀតទៅក្រោមបន្ថែមទៀតហើយយើងអាចរងចាំទិញបានទៅតាមលំហូរ structure ដែលទីផ្សារអាចនឹងបកត្រឡប់ឡើងមក05220ដុល្លារក្នុង1អោនវិញផងដែរសម្រាប់លំហូរ structure ធំលំហូរ4ម៉ោងគឺយើងមើលឃើញថា candlestick ដែលបានចុះមកខាងក្រោមគឺទើបតែមានមួយ candlestick ទេហើយជម្រៅរបស់វានឹងគឺចន្លោះក្បែរ100លេខស្ដានតិចតួចអញ្ចឹងយើងមើលទៅលើលំហូរ structure 4ម៉ោងគឺទីផ្សារគឺចុះច្រើនហ្នឹងវាជាតម្លៃមួយដែលយើងអាចរំពឹងបន្ថែមទៀតហ្នឹងគឺត្រឹមតំបន់050ដុល្លារក្នុង1អោនគឺជាជម្រៅចុងក្រោយអាចថាជាតម្លៃនេះខ្ញុំចាប់បន្ទាត់យកតែម្ដងទៅអញ្ចឹងបើសិនជាចុះមកមួយជើងទៀតនៅក្នុងលំហូរដែលធំតែម្ដងអាចលោតដល់050ដុល្លារក្នុង1អោនគឺជាជម្រៅដែលជ្រៅតែម្ដងអញ្ចឹងអាចថាទីផ្សារព្យាយាមឡើងបំបែកពីតំបន់កំពូលទី1ទី2យើងមើល structure ណាហើយមកដល់កំពូលទី3ស្ថិតនៅក្នុងតម្លៃ5250ដុល្លារក្នុង1អោនដែលបន្សល់កំពូលកាលពីម្សិលមិញអញ្ចឹងជម្រៅនេះមានន័យថាវាព្យាយាមឡើងច្រើនខ្ទង់100ទៅ200លេខអាចថាក្បែរ200លេខអញ្ចឹងបើសិនជាករណីមក swing ទៀតគឺអាចជ្រៅដែរបើយើងមើលទៅលើលំហូរ4ម៉ោងណាគឺអាចដល់នេះគឺ200លេខតែម្ដងដែលជាជម្រៅដែលអាចទៅដល់ប៉ុន្តែយើងចាំមើលសិននៅក្នុងថ្ងៃនេះខ្ញុំគិតថាអាចទម្លាក់ខ្លួនជ្រៅបំផុតហ្នឹងគឺត្រឹម05100ដុល្លារក្នុង1អោនតម្លៃមាសសម្រាប់ធ្វើការទិញលក់នៅថ្ងៃទី24នេះតម្លៃទី1តំបន់ទី1តែម្ដងគឺយើងអាចរងចាំទិញនៅតម្លៃ5147ដុល្លារចំណែកតម្លៃទី2ស្ថិតនៅក្នុង05124ដុល្លារតម្លៃទី3វិញស្ថិតនៅក្នុង05103ដុល្លារក្នុង1អោនគឺជាតំបន់ដែលយើងរងចាំទិញចំណែកតំបន់ដែលយើងរងចាំលក់វិញគឺ05209ដុល្លារចំណែកតម្លៃទី2គឺ05235ដុល្លារតម្លៃទី3ស្ថិតនៅក្នុង05260
ដុល្លារក្នុង1អោនទំនោរក៏ដូចជាដំណើរទីផ្សារមាសអាចថាបន្ទាប់ពីចុះហើយគឺឡើងទេចឹងបងប្អូនមិនចង់លក់គឺអាចរងចាំតែទិញទៅក៏បានដែរហើយតម្លៃដែលទិញល្អគឺ5140 5120ឬក៏5100គឺជាតម្លៃដែលល្អសម្រាប់ធ្វើការទិញនៅថ្ងៃនេះផងដែរបងប្អូនអញ្ចឹងសម្រាប់ការអាប់ដេតតម្លៃទីផ្សារមាសនៅក្នុងការជួញដូរនៅថ្ងៃទី24នេះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងជូនពរបងប្អូនទាំងអស់គ្នាទិញលក់ហាងចេញមាសច្រើនទាំងអស់គ្នា